វីដេអូនេះសូមផ្ដល់ផ្ញើជាពិសេសជូនដល់បងប្អូនដែលគាត់ចូលចិត្តហូបជាប្រភេទម្ជូរអញ្ចឹងណាបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូននៅតំបន់ដែលឆ្ងាយនៅតំបន់ដែលឆ្ងាយពីកន្លែងដែលគេលក់ម្ជូរសូមបងប្អូនកុំអានមើលវីដេអូនេះអីពីព្រោះថាមើលវីដេអូនេះហើយអាចនឹងធ្វើបងប្អូននឹងស្រក់ទឹកមាត់ពី3កាតូតែម្ដងអញ្ចឹងណាបាទដោយសារតែថ្ងៃហ្នឹងគឺយើងបានទៅរកផ្លែពៀបងប្អូនអើយបាទដើម្បីទៅចែកជូនបងប្អូនដែលគាត់ខមមិនក៏ដូចជាគាត់ឆាតមកខ្ញុំទៅរកផ្លែពៀឲ្យគាត់អញ្ចឹងណាបាទជាបំណាច់ថាយើងមករកផ្លែពៀហើយយើងក៏បានឆ្លៀតបុកអំបិលម្ទេសដើម្បីហូបផ្លែពៀយើងនៅក្រោមដើមពៀហ្នឹងភ្លាមៗតែម្ដងអ្នកនរគ្នាបាទអញ្ចឹងឃើញថាផ្លែពៀគឺផ្លែរឹងដើមតែម្ដងអ្នកនរគ្នាបាទវាទៅដល់ខែវាអញ្ចឹងណាបងប្អូនបាទអញ្ចឹងដើមពៀគឺមានច្រើនប្រភេទបងប្អូនមានពីរប្រភេទណាបាទប្រភេទទី1ហ្នឹងគឺមានក្រងនៅហើយប្រភេទទី2គឺមានសម្អុយនៅអញ្ចឹងទៅអញ្ចឹងចំពោះដើមពៀដែលមានសម្អុយនៅគឺវាសម្បូរដង្កូវអញ្ចឹងណាបងប្អូនបាទអញ្ចឹង100ផ្លែហ្នឹងគឺមានដង្កូវហ្នឹងគឺថា90ផ្លែអញ្ចឹងណាបាទអញ្ចឹងចំពោះដើមពៀដែលមានក្រងនៅអញ្ចឹងទៅដូចនេះអីគឺសម្បូរក្រងហ្នឹងគឺអត់មានដង្កូវនៅក្នុងហ្នឹងទេបងប្អូនអើយបាទវាមិនមែនអត់មានស្រឡះបងប្អូនមានដែរដូចថា100មាន1អញ្ចឹងណាតែគាត់ថាយើងពិបាកឡើងបន្តិចបងប្អូនអើយបាទដើមពៀដែលមានដង្កូវដែលមានក្រងនៅច្រើនអញ្ចឹងណាគឺយើងពិបាកឡើងណាស់តោះតែយើងមានទំពក់ពួកវាអញ្ចឹងទៅហើយដូចខ្ញុំមិនឡើងមកផ្លែតអញ្ចឹងទៅក៏ឡើងអត់រួចហើយដោយសារតែក្រងវាខំពេកដល់អញ្ចឹងយើងមានតែចុះមកខាងក្រោមមើលបេះអាណាដែលទៀបអញ្ចឹងទៅដែលយើងអាចបេះបានអញ្ចឹងណាអញ្ចឹងចំពោះផ្លែពៀជាមួយនឹងខ្ញុំផ្ទាល់គឺថាជូរចត់ជាមួយគ្នាខ្លាំងមែនតើអ្នកនរគ្នាបាទតាំងពីជំនាន់ដែលយើងមើលគោមើលក្របីនៅតាមព្រៃអីអញ្ចឹងណាបងប្អូនបាទអញ្ចឹងជុំគ្នាអីគ្នា4 10នាក់អីអញ្ចឹងទៅជុំគ្នាក្មេងៗមើលគោមើលក្របីជាមួយគ្នាអីឡើងដើមពៀឡើងអីអញ្ចឹងបាទជុំគ្នាបុកអំបិលម្ទេសបុកអីបាទហូបឡើងលាន់ពេញព្រៃតែម្ដងបាទអញ្ចឹងចំពោះដើមពៀកាលខ្ញុំនៅក្មេងគឺយើងអត់ប្រើទៅពួកអីហ្មងណាបងប្អូនយើងគប់ពេលខ្លះយើងចោលដំបងពេលខ្លះយើងឡើងហ្នឹងយើងមុនឡើងដើមពៀហ្នឹងយើងដោះខោដោអស់ហើយយើងអានីលភក់ឲ្យក្រាស់ហ្មងអញ្ចឹងណាដើម្បីឲ្យក្រងហ្នឹងវាខំអត់ដល់ទៅក៏ចាប់ដើមឡើងហើយបងប្អូនដូចចម្រាញ់គង់វាលអញ្ចឹងណាបាទនេះមិននិយាយក៏ហោះណាបងប្អូននិយាយមែនតើហើយចំពោះបងប្អូនណាដែលគាត់ធ្លាប់ឆ្លងកាត់បែបហ្នឹងអាចជួយខមមិននៅក្នុងវីដេអូនេះបានចំពោះគេផ្សេងគេធ្វើសតែ BA ផលិតផល BA របស់ឲ្យផ្សេងបាទតម្លៃរាប់ពាន់ដុល្លារអញ្ចឹងណាប្លែកអីតែខ្ញុំបងប្អូនអើយបាទធ្វើ BA ងាវភក់ធ្វើ BA ផ្លែពៀហ្នឹងសង្កេតថាឡើងរាល់ថ្ងៃតែម្ដងអញ្ចឹងណាបាទហើយ BA ហ្នឹងអត់មានលុយទៀតអញ្ចឹងទៅបាទសំខាន់គឺអត់មានលុយចាយទៀតអញ្ចឹងណាធ្វើ BA ផ្លែពៀធ្វើ BA ងាវភក់យូរទៅមុខដូចផ្លែពៀហើយងាវភក់អស់ហើយបងប្អូនអើយបាទនៅបងប្អូនគ្នាបាទនិយាយលេងទេចំពោះរបស់ផ្សេងដែលមាននៅក្នុងព្រៃកង្ការហ្នឹងគឺថាឆ្ងាញ់មែនតើបងប្អូនគឺឆ្ងាញ់មែនណាចំពោះផ្លែពៀហ្នឹងសម្រាប់បងប្អូនដែលគាត់ចូលចិត្តម្ជូរគឺត្រូវហើយបងប្អូនអើយបាទហើយខ្ញុំក៏ស្ដាយខ្លាំងមែនតើណាបាទដោយសារតែវាជាប្រភេទបន្លែផ្លែឈើព្រៃបាទដែលឆ្ងាញ់ដែលរសជាតិមិនចាញ់ស្វាយអីហ្មងទេក៏ប៉ុន្តែអត់មានបងប្អូនណាដែលគាត់យកទៅលក់នៅក្នុងទីផ្សារសោះមិនដឹងថាគាត់រកមិនបានឬក៏គាត់អត់ដឹងរឿងថាវាអាចហូបបានឆ្ងាញ់ដូចស្វាយដែរឬក៏យ៉ាងម៉េចទេអញ្ចឹងណាចឹងបងប្អូនដែលគាត់លក់ហាងម្ជូរអីមើលវីដេអូនេះហើយគួរតែពិចារណាយកផ្លែពៀហ្នឹងយកទៅដាក់លក់នៅក្នុងហាងរបស់បងប្អូនសិនទៅបាទដើម្បីតាក់ទាញភ្ញៀវកាន់តែច្រើនចូលមកជាពិសេសរសជាតិប្លែកពីផ្លែឈើដតេអញ្ចឹងណាអញ្ចឹងមុននឹងយើងរៀបចំហូបផ្លែពៀយើងក៏បានទាញ Kusi Fiber ដើម្បីហូបមុនសិនអញ្ចឹងណាបងប្អូនបាទដើម្បីជំនួយដល់កាពះពោះវៀនអញ្ចឹងទៅដោយសារតែផ្លែពៀវារាងជូរដែរហើយជាមួយនឹងអំបិលម្ទេសរបស់យើងគឺវារាងហឹរខ្លាំងអញ្ចឹងណាបងប្អូនអញ្ចឹងវាជួនកាលវាអាចធ្វើឲ្យប៉ះពាល់ដល់កាពះយើងអញ្ចឹងដែរអញ្ចឹងយើងហូប Kusi Fiber ហ្នឹងទៅដើម្បីជំនួយដល់កាពះពោះវៀនយើងផងបាទជំនួយដល់ស្មារតីការចងចាំយើងផងអញ្ចឹងណាអញ្ចឹងវាមិនមែនតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាទេបាទចំពោះ Kusi Fiber ហ្នឹងបាទគឺវាជំនួយដល់រាងកាយយើងខ្លាំងមែនតើចំពោះបងប្អូនដែលគាត់មានបញ្ហាទល់លាមកអាសាភ្លេចភ្លាំងបាទមានកាពះពោះវៀនពិបាកបត់ជើងអីចឹងទៅបងប្អូនញ៉ាំ Kusi Fiber ទៅអត់ខុសទេអញ្ចឹងណាបងប្អូនបាទពីព្រោះថាផលិតផលនេះគឺមានក្រុមហ៊ុនត្រឹមត្រូវបាទឈរជើងរហូតដល់8ឆ្នាំហើយអញ្ចឹងណាមានអ្នកដែលគាត់ប្រើប្រាស់ហ្នឹងគឺថាត្រូវច្រើនខ្លាំងមែនតើបាទអញ្ចឹងបើសិនជា Kusi មិនមានប្រសិទ្ធភាពទេអញ្ចឹងមិនមានអ្នកគ្រប់គ្រងអ្នកប្រើប្រាស់រហូតដល់បច្ចុប្បន្ននេះទេអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនចង់បាន Kusi មួយកំប៉ុងពីរកំប៉ុងចែកជូនម៉ែបងប្អូនបាទយាយតាអីហូបមួយកំប៉ុងពីរកំប៉ុងអញ្ចឹងទៅបងប្អូនអាចតាក់ទងក៏ដូចជាអាចកម្មង់នៅក្នុងលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងលើបានអញ្ចឹងណាឥឡូវនេះចូលមកក្នុងសកម្មភាពដែលយើងចាប់ដើមចិត្តផ្លែពៀដើម្បីហូបវិញម្ដងបងប្អូនអើយបាទគឺសាច់វានឹងគឺថាតំណងខ្លាំងមែនតើអញ្ចឹងណាបាទហើយចំពោះក្របរបស់វានឹងគឺវារឹងដែរបងប្អូនរឹងតិចៗឯងអត់រឹងខ្លាំងអីចឹងណាអញ្ចឹងយើងចិត្តជាចំណិតអញ្ចឹងទៅចំពោះបងប្អូនដែលគាត់មានកំបិតរៀងមុតអីចិត្តរៀងស្ដើងជាងនឹងបន្តិចទៅអញ្ចឹងណាបាទបើយើងកំចិត្តក្រាស់ពេកហើយបន្ទាប់ពីយើងចិត្តមកដាក់ក្នុងស្លឹកអំពាហើយយើងក៏បានដាក់វាកយើងបានស្រោចអំបិលម្ទេសពីលើអញ្ចឹងទៅបងប្អូនអើយបាទជាតិណាស់បាទអ្នកនរនេះគាត់จะឆ្ងល់ថាចុះហេតុអីអំបិលម្ទេសនឹងរៀងទឹកសើមម្លាយអញ្ចឹងណាបងប្អូនបាទអញ្ចឹងការពិតយើងដាក់ស្ករអញ្ចឹងទៅបងប្អូនអើយអ្នកនរនេះដែលធ្លាប់បុកអំបិលម្ទេសដាក់ស្ករដាក់អីទុកយូរមកស្ទុះទៅវាចាប់ដើមរៀងចេញមកសើមអញ្ចឹងហើយអញ្ចឹងបន្ទាប់ពីដាក់ស្រោចអំបិលម្ទេសអីអស់អ្នកនរគ្នាអើយបាទក៏ចាប់ដើមញាត់យកតែម្ដងអញ្ចឹងណាបាទជាចំពោះបងប្អូនដែលគាត់ដូចថាចូលចិត្តម្ជូរខ្លាំងអញ្ចឹងទៅបាទក៏មើលវីដេអូនេះអីបងប្អូនអើយបាទគឺហូបទៅផងឆ្លក់ផងហឹលផងអញ្ចឹងទៅគឺថាហឹលឆ្ងាញ់ណាស់អ្នកនរគ្នាបាទផ្លែពៀហ្នឹងអ្នកនរគ្នាបុកអំបិលម្ទេសបុកក៏ហឹលទៅបាទក៏សំចៃហឹល
ដូចនេះអីអ្នកនរគ្នាឃើញសុទ្ធម្ទេសសុទ្ធហ្មងអញ្ចឹងណាបាទម្ទេសសុទ្ធហ្មងយើងទៅអំបិលអីខ្ញុំដាក់តិចទេអ្នកនរគ្នាបាទអំបិលម្ទេសអីគឺថាយើងដាក់អំបិលបន្តិចកុំឲ្យវាប្រៃពេកអញ្ចឹងណាកុំឲ្យវាប្រៃហើយយើងដាក់ស្ករសរៀងច្រើនបន្តិចអញ្ចឹងទៅបាទដាក់ប៊ីចេងយើងរៀងច្រើនបន្តិចទៅដល់អញ្ចឹងយើងហូបទៅអត់ប្រៃទេអំបិលម្ទេសយើងក៏ប៉ុន្តែវាហឹរខ្លាំងបងប្អូនអើយបាទហឹរដូចខ្ញុំហូបផងគឺថាឆ្លក់ផងអីផងអញ្ចឹងណាអញ្ចឹងខ្ញុំជឿជាក់ថានៅក្នុងវីដេអូនេះមានបងប្អូនមិនតិចទេបាទដែលគាត់ចង់ស្គាល់រសជាតិផ្លែពៀនហ្នឹងអ្នកនរគ្នាបាទជាមួយបន្ទាប់ពីខ្ញុំផុសវីដេអូហ្នឹងហើយបាទមិនដឹងថាឆាតមកប្រមាណខមមិនមកប្រមាណទេបាទឲ្យខ្ញុំមកបេះផ្លែពៀឲ្យអញ្ចឹងក៏អធិស្ឋានបងប្អូនមួយចំនួនដែរអត់បានបេះគាត់ដោយសារតែយើងអត់សូវមានពេលអញ្ចឹងណាអ្នកនរគ្នាបាទហើយណាមួយដើមពៀរបស់យើងជួនកាលដើមខ្លះវាពិបាកឡើងអញ្ចឹងទៅដើមខ្លះធំដើមខ្លះទូចដើមខ្លះទៀបស្រួលឡើងក៏ប៉ុន្តែក្រងច្រើនអញ្ចឹងយើងក៏ពិបាកឡើងដែរអញ្ចឹងតម្រាំបេះបានមួយផ្លែអ្នកនរគ្នាបាទគឺមិនងាយទេគឺមិនងាយហ្មងអញ្ចឹងណាហើយចំពោះដើមពៀរបស់យើងវាមិនមែននៅចិត្តអីនឹងហ្មងទេយើងចូលដើរចូលទៅក្នុងព្រៃរៀងជ្រៅដែរហើយកន្លែងព្រៃដែលយើងទៅហ្នឹងគឺយើងត្រូវជិះម៉ូតូក៏ដូចជាជិះទូកទៅក៏ឆ្ងាយដែរអញ្ចឹងតម្រាំទៅដល់ទីតាំងហ្នឹងគឺវាពិបាកដែរអញ្ចឹងណាដល់អញ្ចឹងដោយសារបងប្អូនម្នាក់ដែលគាត់ចង់បានម្នាក់អីខ្ញុំអត់ទាន់ទៅបេះឲ្យទេតម្រាំដោយថាយើងដោយថាគាត់ត្រូវការគ្នា4 10នាក់អញ្ចឹងទៅយើងទៅបេះម្ដងឲ្យគាត់ឲ្យពួកគាត់ហ្នឹងបានហូបហ្នឹងគឺថាហើយហ្មងអញ្ចឹងណាចែកពួកគាត់នឹងបានគ្រប់គ្នាតែម្ដងអញ្ចឹងទៅអ្នកនរគ្នាបន្ទាប់ពីយើងហូបផ្លែពៀយ៉ាងឆ្ងាញ់មកហើយបាទក៏ផឹកទៅផឹកអីគឺថាដេកមកសទូអីគឺថាហឹលមែនតើអ្នកនរគ្នាបាទដេកសងំហ្នឹងគឺសងំហឹលអីណាអ្នកនរគ្នាវីដេអូយើងមានតែប៉ុណ្្នឹងទេហើយអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះដល់ចប់ហើយចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតណាបងប្អូនបាទបាយបាយអរគុណ